vậy tới chia state នៅក្នុង Flutter អញ្ចឹងអ្នកហ៊ាន Flutter តែងតែជួបតាក់ទងមួយ state ក៏ដូចជាយើងឆ្ងល់អំពីការប្រើប្រាស់នៅ state management អញ្ចឹងយើងឆ្ងល់ថានៅក្នុង Flutter មាន block មាន getX មាន provider មាន river port មាន state អីផ្សេង sometimes យើងមិនយល់អ្វីទៅជា state ផងប៉ុន្តែយើងបែរទៅជារៀនអំពី state management អញ្ចឹងយើងធ្វើឲ្យការ learning របស់យើងគឺវា complication វាស្មុគស្មាញណាវាពិបាកអញ្ចឹងតាមពិតវាត្រូវការអ្នកទាំងគ្នា understand clear ទៅជាមួយនឹង state នៅក្នុងវីដេអូនេះគឺខ្ញុំចង់និយាយរឿងច្រើនដែរអញ្ចឹងយើងអាចចំណាយពេលយូរហើយខ្ញុំសង្ឃឹមថាបើសិនជាគ្នាយើងចង់ចេះពិតប្រាកដអ្នកទាំងគ្នាបើកកុំព្យូទ័រទៅហើយមករៀនជាមួយខ្ញុំហើយយើងយកចិត្តទុកដាក់បន្តិចទៅយើងនឹងទទួលបានអ្វីដែលយើងឆ្ងល់មកយូរហើយវីដេអូនេះសម្រាប់អ្នករៀន Flutter ឬក៏ developer ថ្មីដែលគាត់ sometimes អ្នកខ្លះធ្វើបានតែអត់យល់អ្វីទៅជាស្អីទេអ្នកខ្លះជាសិស្សអញ្ចឹងសិស្សគួរតែព្យាយាមរៀនឲ្យបានច្រើនអូខេអញ្ចឹងនៅក្នុង Flutter យើងតែងតែឆ្ងល់អ្វីទៅគឺជា state អញ្ចឹង state គឺជា data ដែលអាច change over time ឬក៏យើងអាច change បាន state គឺជា data ដែលអាចផ្លាស់ប្ដូរនៅពេលក្រោយបានហើយវាតាក់ទងនឹង UI ដែលយើងត្រូវយកមកបង្ហាញអញ្ចឹងខ្ញុំមាន example នៅកន្លែងនេះ example ថាយើងមាន current theme មាន light dark អីចឹងទៅអូខេអានេះក៏ឧទាហរណ៍ដែរអញ្ចឹងឧទាហរណ៍របៀបចេះ state វាគឺជា data ប៉ុន្តែបើសិនជាអ្វីទៅជា data ដែលវាត្រូវយកមក display ឲ្យយើងនៅលើ UI អាហ្នឹងហើយគេហៅថា state for example ដូចខ្ញុំ update state មួយអូខេឥឡូវ dark mode ខ្ញុំអាន check វិញអញ្ចឹងវានឹងទៅជាខ្ញុំ disable វាទៅជា light mode ដល់ពេលខ្ញុំ enable វាទៅជា dark mode អញ្ចឹងនេះគឺជា state នេះគឺជា state light ហើយនេះគឺជា state dark អូខេអញ្ចឹង UI របស់យើងវាផ្លាស់ប្ដូរបានលុះត្រាតែ state របស់យើង change ដោយសារអីដោយសារ why does Flutter need state management ហេតុអីក៏ Flutter យើងត្រូវការនៅ state management ដោយសារតែ Flutter របស់យើងវាជា declarative Flutter យើងគឺជា declarative framework អញ្ចឹង declarative ហ្នឹងគឺបានន័យថា UI របស់យើងហ្នឹងវាគឺជា function of state អញ្ចឹងតើតា state change បានយើងអាចទៅ update UI បានអញ្ចឹងនៅពេលដែលអ្នកនេះចង់ update នៅ UI អីផ្សេងគឺអ្នកនរគ្នាត្រូវការផ្លាស់ប្ដូរ state ដោយសារនៅក្នុង Flutter របស់យើងមិនមែនជាពពុះដូចរបៀបដែលយើងអាចទៅប្រើ text field.set text .set color set អីដូចយើងរៀន Java ឬក៏ C# អីទេដោយសារនៅក្នុង Flutter របស់យើងវាជា declarative អញ្ចឹង declarative គឺបានន័យថាអ្នកនរគ្នាចង់ឲ្យ UI របស់យើងចេញមិនយើងត្រូវទៅសេប្រាប់វាបាទចង់ចេញមិនត្រូវប្រាប់វាត្រូវ define វាអស់បាទពេលដែលយើងចង់ផ្លាស់ប្ដូរវាគឺយើងអត់មានអាចមកផ្លាស់ប្ដូរ UI code UI របស់យើងអីបានទេយើងបានធ្វើដាក់ condition ឬក៏ឲ្យ state របស់យើង change អីចឹងទៅ condition របស់យើងក៏ជា state ដែរណាអញ្ចឹងនៅពេលដែលយើងចង់ធ្វើអីមួយយើងត្រូវ update state របស់យើងអត់អាច direct ចូលក្នុង widget មាន method set text set field set color អីទេអត់មានទេអញ្ចឹងណាអញ្ចឹងនៅក្នុង Flutter ហ្នឹងគេហៅថា declarative អូខេអញ្ចឹងគេប្រាប់ថានៅពេលដែលយើង state change Flutter ហ្នឹងវានឹង rebuild widget ហ្នឹងវានឹង depend on it វានឹងrebuild ហ្នឹងគឺ widget វាអាស្រ័យទៅលើវានឹងអាស្រ័យលើ state ហ្នឹង so the real question សំណួរសួរថាតើយើងនឹង store state នឹងនៅកន្លែងណាហើយតើយើងនឹងប្រាប់ widget យើងឲ្យ update state នៅពេលណាអញ្ចឹងទៅយើងនឹងប្រាប់ឲ្យវា update state យ៉ាងម៉េចហើយតើ widget នឹង access state across widget tree ដូចម្ដេចបាទ widget tree ហ្នឹងគឺបានន័យថាវារាប់ចាប់ពី main ទៅវារាប់ចាប់ពី main ពីអីមកអញ្ចឹងទៅនេះវាមាន widget material app ហើយចូល theme screen ហើយវាចូលមកក្នុង scaffold វាតកតុយគ្នាហ្នឹងគេហៅថា widget tree អូខេបាទអញ្ចឹងវាតកតុយគ្នាវារបៀបលក្ខណៈថាវាជា មេឃធាងសាខាអីចឹងណាអាហ្នឹងគេហៅ tree បានន័យថាមិនបានដូចដើមឈើវាមិនមេឃមានគោលមានមេឃមានធាងអីចឹងទៅអញ្ចឹងអាពួកដែលចេញពីនេះមកគេហៅថាវាជាគល់ឬគល់របស់វាចេញពីឬគល់ហើយបានទៅដើមហើយបានទៅមេឃធាងអីចឹងទៅ home screen គឺ home page គឺជាមេឃធាងអីចឹងទៅយ៉ាអាហ្នឹងគឺជាយ៉ាបានន័យថាវាគឺជា widget tree
chẳng dương sầm nô su tiệt hà thái bởi dương dạy pi state meanประมาณ ok chẳng bởi dương dạy pi type of state គឺយើងអាចនឹងមានអីគេ impermeable ឬក៏យើងអាចហៅវាថាជា local state ហ្នឹងយើងនៅក្នុង Flutter យើងមាន state ពីរហ្នឹងគឺយើងមាន impermeable ហ្នឹងហើយនឹងយើងអាចហៅវាបានថា local state ឬក៏មួយទៀតយើងមានពីរគឺ app state ឬក៏គេហៅថាការ share state អញ្ចឹងយើងមកយល់នៅក្នុងពាក្យថា local state គឺយើងសំដៅទៅលើ state ទាំងឡាយណាដែលវានៅក្នុងខ្លួនរបស់វា state មួយនេះគឺយើងឃើញមាន is dark so is dark នេះគឺជាអី is dark នេះគឺជា state ហើយ yeah is dark នេះគឺជា state ហើយ អូខេបាទអញ្ចឹងវាគឺជា state គឺជាអ្វីទាំងឡាយបាទគឺជា data ដែលយើងត្រូវយកមក display ហើយវាមានការផ្លាស់ប្ដូរហ្នឹងហើយវាធ្វើឲ្យ UI របស់យើង reveal បានអាហ្នឹងគេហៅថា state ហើយអញ្ចឹង local state បានន័យថា state ហ្នឹងវាធ្វើការតែនៅក្នុង screen ហ្នឹងទេឬក៏ធ្វើការតែនៅក្នុង class ហ្នឹងទេ is dark អត់មានត្រូវការ share ទៅកាន់ class ផ្សេងឬក៏អត់ត្រូវការ share ទៅកាន់ screen ផ្សេងទេអញ្ចឹងគេហៅថាជា local state so នេះជា local state ប៉ុន្តែ sometimes យើងមិនជួបរឿងអញ្ចឹងរហូតទេ sometimes state របស់យើងត្រូវការធ្វើការ change យើងត្រូវការ update for example ដូចខ្ញុំ start ចេញពីឧទាហរណ៍ឡើយខ្ញុំបិទ run មួយសិនខ្ញុំទៅ run class មួយទៀតនៅក្នុង main នេះអានេះគេហៅថា external ឬក៏យើងហៅថា share state បាទ state ហ្នឹងយើងត្រូវការ share ឲ្យ screen មួយទៅ class មួយទៅ class មួយ for example ដូច counter នេះចុះអូខេ for example ដូច counter ខ្ញុំចុច increment អូខេតោះមកខ្ញុំ go to detail អីចឹងទៅអូខេហើយខ្ញុំចុចអានេះហើយខ្ញុំ back មកវិញឃើញទេ14ខ្ញុំ back វិញ14ដែរ state នេះគឺយើងមាន class មួយជា class កដាលដែលយើងអាច share state ទៅវិញទៅមកអីចឹងទៅដែលយើងធ្វើឲ្យបានន័យថាម៉េចបានន័យថាstate ហ្នឹងវាមិនមែនធ្វើការតែនៅក្នុង screen មួយហ្នឹងទេអញ្ចឹងអាហ្នឹងគេហៅថាយើងត្រូវ share state ប៉ុន្តែនៅក្នុង Flutter គឺយើងនឹងជួប problem ឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចូលទៅក្នុង main នេះហើយខ្ញុំខ្ញុំចូល start នេះហើយខ្ញុំធ្វើការផ្លាស់ប្ដូរមក counter page នេះវិញហើយខ្ញុំ run ម្ដងទៀតខ្ញុំ run ម្ដងទៀតយើងនឹងជួបបញ្ហាដែលខ្ញុំចង់និយាយគឺហេតុអីបានយើងត្រូវការនៅ state management តិចទៀតខ្ញុំនឹងនិយាយអំពីបញ្ហានៃ state management អូខេឥឡូវឧទាហរណ៍ខ្ញុំចុចអានេះខ្ញុំទៅខ្ញុំ back មកវិញអូខេខ្ញុំនឹងចូលទៅក្នុង counter page ហ្នឹងយើងមើលពីរបៀបឥឡូវយើងបានយល់ពី state ហើយឥឡូវយើងយល់ពីរបៀបថាតើវានឹងធ្វើការបោះ state ទៅមកហ្នឹងដោយរបៀបម៉េចខ្ញុំមាន counter page មួយហើយ counter page ហ្នឹងខ្ញុំខ្ញុំមាន counter page មួយអូខេ counter page ហ្នឹងវាមានចាំតិច wait ខ្ញុំមាន navigate increment ហើយខ្ញុំមាន go to detail អានេះមិនមែនទេខ្ញុំច្រឡំ screen ហើយ maybe អូខេមួយនេះចាំតិចណាខ្ញុំច្រឡំដែរhome page មែន home page sorry counter page yeah okay this one ចឹងដំបូងយើងត្រូវស្គាល់អំពី counter នេះកន្លែង counter នេះសិន screen នេះអូខេខ្ញុំមាន code ប៉ុណ្ណឹងនេះជា counter page អូខេអញ្ចឹងយើងត្រូវសង្កេតមើលទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំចុចអូខេខ្ញុំចុច count វាអញ្ចឹង so អានេះបើសិនជាខ្ញុំចង់ធ្វើម៉េចអានេះវាជា local state ប៉ុន្តែអ្នកត្រូវ observe វាមួយសិនយើងពេលដែលយើងចុច increment ទៅយើងអាច update state របស់យើងបានតាមរយៈ method set state ហើយវាជា local state ទេ state ហ្នឹងប្រើបានតែនៅក្នុង class ហ្នឹងទេបាទអញ្ចឹងអ្វីដែលយើងត្រូវសង្កេតមើលគឺសង្កេតត្រង់ថាអីគេយើងត្រូវមើលថា
ពេលដែលយើងចុចសញ្ញាបូកទៅនេះអា console វា update រហូតវា rebuild រហូតអូខេទី1ទី2យើងពេលដែលយើង set state ទៅអា widget ទាំងអស់វា build ទាំងមូលតែម្ដងឃើញទេយើងបានបង្កើត method print នៅក្នុង build context នេះហើយពេលដែលយើងចុចបូកទៅគឺឃើញទេវា build សារថ្មីឡើងម្ដងទៀតអញ្ចឹងយើងមានបញ្ហានឹងដែរដែលយើងត្រូវប្រើនៅ state management ធម្មតាយើងចង់ build ចំណុចដែលយើងចង់ build យើងអត់ចង់ build ទាំង whole app ទេបើសិនជា code របស់យើងច្រើនវាអាចតាក់ទងមួយ performance ដែរវាអាច slow វាអាចអីចឹងទៅគេដៅទូរស័ព្ទលឿនអីចឹងទៅយ៉ាហ្នឹងទី1ចំណុចបន្ទាប់គឺអ្នកទាំងអស់គ្នាធ្វើម៉េចឧទាហរណ៍ថាបើសិនជាខ្ញុំមានការងារមួយឧទាហរណ៍ថាខ្ញុំមាន product shopping មួយខ្ញុំមក update នៅក្នុងនេះខ្ញុំមាន product list page អូមែនទេខ្ញុំមានការងារនេះមួយការងាររបស់ខ្ញុំនេះខ្ញុំមាន Apple Banana ខ្ញុំអាចចុចទៅខ្ញុំអាចចុចអីចឹងពេលដែលយើងចុចចូល Apple ចុចចូល Banana យើងទៅ detail page ធ្វើម៉េចដើម្បីយើងបោះទៅ detail page បានអញ្ចឹងយើងនៅក្នុង Flutter វាមិនមែនអត់មានវិធីទេវិធីហ្នឹងគឺយើងត្រូវការប្រើ concept មិញណាគឺជាគេហៅថា app state ឬក៏ share state app state ហ្នឹងគឺបានន័យថាយើងអាច share state របស់យើងទៅកាន់ screen ឬក៏ class ណាដែលយើងត្រូវការបានតាមរយៈនៅ constructor អូខេឥឡូវយើងមាន product list page មួយ source code ហ្នឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលខ្ញុំចង់ទៅណាមួយខ្ញុំត្រូវទៅសេ navigator នេះសេកន្លែងនេះខ្ញុំត្រូវ navigator ហើយខ្ញុំចុចទៅបាទដើម្បីបោះ data ហ្នឹងនេះយក data ហ្នឹងបោះតាម constructor ទៅកាន់ product detail អូមែនថា product detail add to cart នេះហើយកន្លែងនេះវាត្រូវបោះមកវិញទៀតនៅក្នុង product detail វានឹងពេលដែល add to cart ហើយវានឹងត្រូវបោះ data ហ្នឹងត្រឡប់មកវិញបោះទៅបោះមកហើយអ្នកទាំងអស់គ្នានៅយក data ហ្នឹងយកមកបាទយក data ហ្នឹងមកមិនយក data ហ្នឹងមក update កន្លែងនេះទៀតគ្នាយើងត្រូវ set state មួយបាទយើង set state កន្លែងនេះមួយបាទឲ្យ card item ស្មើ item ដែលយើងបោះត្រឡប់ពី detail ហ្នឹងហើយយកទៅ set state ហើយយើងប្រើ snake bar alert មួយទៅបាទអញ្ចឹងរបៀបថា state ហ្នឹងយើងត្រូវបោះទៅបោះមកអូមែនយើងចុចទៅអញ្ចឹងបាទយើងត្រូវបោះទៅម្ដងទៀតអញ្ចឹង state ហ្នឹងយើងបោះទៅបោះមកបោះទៅបោះមកអញ្ចឹងបើសិនជា screen របស់អ្នកទាំងអស់គ្នាតែ100 screen 80 screen អីយើងឃើញយើងត្រូវបន្តគ្នាអញ្ចឹងយើងជួបបញ្ហាកន្លែងហ្នឹងបញ្ហានេះគឺយើងពិបាកបាទហើយមិនមែនមានដំណោះស្រាយទេ Flutter បានឃើញពីចំណុចហ្នឹងយូរហើយគាត់ក៏បានបង្កើតmethod មួយដើម្បីទៅដោះស្រាយកន្លែងហ្នឹងដែលយើងចង់ឲ្យយើងអាច manage state បានដោយងាយស្រួលជាងហ្នឹងដែលយើងអាច manage តាមរយៈ global មិនបានន័យថាអញ្ចឹងឧបមាថាខ្ញុំចូល counter page ខ្ញុំមាន in count ស្មើ0 in count ស្មើ0នេះនៅពេលដែលខ្ញុំ update state អីអញ្ចឹងទៅអញ្ចឹងវាមាន class មួយនៅកណ្ដាលដែល class ផ្សេងទៀតអាច access ចូលមកយក value នៅក្នុងscreen ហ្នឹងបាន so អាហ្នឹងគេហៅថារបៀបលក្ខណៈថា app state ដែលយើងអាច share state ហ្នឹងទៅកាន់ screen ផ្សេងអីអញ្ចឹងទៅអាហ្នឹងគឺ concept ហ្នឹងគឺយើងប្រើ inherit widget អញ្ចឹងយើងចូលប្រធានបទនេះយើងចូលមេរៀនទី4នេះដែលអ្នកទាំងអស់គ្នាត្រូវតែមានយើងត្រូវមាន counter page អូខេយើងមាន page មួយបាទយើងហៅវាថា home page ហើយវាមាន detail ប៉ុន្តែវាស្រួល understand ទេបន្ទាប់មកអ្នកគ្នាត្រូវបង្កើត counter scope មួយបាទ counter scope មួយដោយ extend ចេញពី inherit widget បង្កើត to variable មកនៅក្នុងហ្នឹងហើយយើងមាន constructor យើងបោះចឹងមកហើយយើងត្រូវបង្កើត static នេះមួយបន្ទាប់មកនៅក្នុង concept inherit widget បានន័យថាបើសិនជាកន្លែងនេះ update should notify នេះយើងត្រូវមាន override method ហ្នឹងហើយយើងត្រូវប្រាប់វាថា UI របស់យើងនឹង update នៅពេលណាគឺ update នៅពេលដែល value count របស់យើងខុសគ្នា current state ហើយនឹង old state គឺវាខុសគ្នាណាបាទវាមានតម្លៃខុសគ្នាបានយើង update បើវាដូចគ្នាក៏យើងអត់ update screen របស់យើងដែរអញ្ចឹងអានឹងគឺ inherit
ចឹងអ្នកនរគ្នាត្រូវចំណាយពេលហ្នឹងអ្នកនរគ្នាត្រូវចូលទៅក្នុងយើងត្រូវទៅបង្កើត counter provider មួយទៀតដើម្បីវាជាកន្លែង widget មួយដែលយើងអាចជាអ្នក provide កន្លែង scope នេះទៅឲ្យណាចឹងយើងត្រូវមាន counter provider មួយទៀតហើយយើងត្រូវ return counter scope ហើយយើងត្រូវមាន class មួយនៅកណ្ដាលបោះ state នឹងចូលហើយយើងត្រូវបោះ event callback អីផ្សេងហើយយើង declare widget child យើងបោះ child នឹងចូលតោះមកបានយើងត្រូវចូលទៅក្នុងកន្លែងនេះមួយទៀតបាទយើងត្រូវ add counter provider ហើយ provider ហ្នឹងយើងបោះ child ទៅអូខេបាទយើងបោះតគ្នាចឹងទៅអញ្ចឹងយើងបោះរបៀបហ្នឹងវានឹងធ្វើឲ្យយើងបើរបៀបទៅយើងអាចដោះស្រាយបញ្ហានឹងបានទេយើងអាចដោះស្រាយបញ្ហានឹងបានទេមែនទេបើមិនយើងប្រើ concept នេះអូខេយើងអាចដោះស្រាយបញ្ហានឹងបានបាទឥឡូវខ្ញុំសុំបិទ run ហើយខ្ញុំ run ម្ដងទៀតអូខេអញ្ចឹងដើម្បីដោះស្រាយបញ្ហានឹងបានយើងធ្វើម៉េចអូខេដើម្បីដោះស្រាយបញ្ហានឹងបានគឺយើងចូលដល់យើងចូលដល់មេរៀនទី4ហ្នឹងយើងមើលនៅក្នុង lesson ទី4ហ្នឹងដើម្បី share data អញ្ចឹង share data យើងត្រូវប្រើអានេះវិញមិនត្រូវណាយើងឈប់ដាក់ product page យើងដាក់កន្លែងនេះយើងដាក់ថា counter home page មិនត្រូវឬក៏យើងទៅមើលឈ្មោះអីគេ home page យើងខលវាថា home page អូខេចឹងយើងអាច share state នឹងបានបាទយើងអាច share បានឥឡូវឧទាហរណ៍ខ្ញុំចុច click 1 2 3 4 10ខ្ញុំចុចទៅ detail អូខេខ្ញុំចុច detail increment ទៀតហើយខ្ញុំ back មកវិញអញ្ចឹងទៅអញ្ចឹងឃើញ state នេះឃើញវា update state ទេ update ទាំងនៅក្នុង home ទៅ detail ក៏ឃើញ state ហ្នឹងវាអត់ចាំបាច់បោះតាម constructor អីទេវាអត់ចាំបាច់បោះ data តាមរយៈ constructor បោះទៅមកអីគឺអត់មានទេអញ្ចឹងដោយសារតែវាមាន class provider មួយដែលវាជាបើនេះថាវាជាអ្នកនៅកណ្ដាលដែលអាចយើងបោះ event បោះអីផ្សេងឲ្យវាធ្វើការឆ្លើយឆ្លងគ្នាបានប៉ុន្តែការដែលយើងធ្វើបែបនេះវាអាចដោះស្រាយនៅបញ្ហាបែបតូចរបស់យើងដែលធ្វើឲ្យយើងបែបថាបើយើងធ្វើបែបនេះពេលដែល project យើងធំយើងមានការស្មុគស្មាញយើងឃើញយើងទៅសេកូដច្រើនមែនតើទី1ទី2ពេលដែលយើងធ្វើបែបនេះ root widget របស់យើងក៏ build ដែរអូមែនឥឡូវវានេះដោយសារតែយើងមាន counter provider អញ្ចឹងយើង wrap វាតាំងពី material app មកម៉េះតោះមកចូលដល់ home ចូលដល់អានេះអញ្ចឹងបានន័យថាពេលដែលវា rebuild វានឹង rebuild ទាំង root widget ដូចគ្នាអញ្ចឹងយើងត្រូវនិយាយទៅយើងស្មុគស្មាញដែរយើងត្រូវ prevent ការពារអីផ្សេងវាច្រើនអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាតើហេតុអីបានជា people បានជា developer គេនិយមប្រើនៅ blog provider river port state management គឺដើម្បីទៅដោះស្រាយបញ្ហានឹងឯងប៉ុន្តែខ្ញុំចង់សរុបមកវិញថានៅពេលដែលអ្នកទាំងអស់គ្នាអត់ប្រើនៅ state management ក៏អ្នកទាំងអស់គ្នានៅតែ build project បានធម្មតាគ្រាន់តែថាយើងជួបបញ្ហាដោយសារតែយើងដឹងតែ Flutter របស់យើងវាជា declarative បាទ framework អញ្ចឹងវាមិនមែនដូចជាភាសាដូចជា Java អីដែលអ្នកនរគ្នាធ្លាប់រៀនមួយ Java Swing មួយអីណាវាអត់ដូចគ្នាទេ Flutter របស់យើងគឺវាជា declarative ហើយនៅក្នុង Flutter វាមាន app state ហើយនឹងapp state ហើយនឹង local state app state គឺយើងអាច share state ទៅ screen មួយផ្សេងបានហើយយើងមានវិធីច្រើននៅក្នុងការ share state ហ្នឹងក៏ប៉ុន្តែបើសិនយើងអត់ប្រើ state management គឺយើងអាចប្រើ inherit widget ដែលជា built in របស់ Flutter យើងអាចប្រើ concept នេះបានដើម្បីយើងធ្វើ state management ខ្លួនឯងអញ្ចឹងទៅប៉ុន្តែវា complicated បាទវា complicated ហើយមួយទៀតតកតងមួយ state គឺជាអ្វីដែលយើងមើលឃើញបាទហើយវាតកតងមួយ UI បាទអញ្ចឹងនៅពេលដែលយើងចង់ធ្វើការ update នៅ state ចង់ update នៅ UI គឺយើងត្រូវ update state ជាមុនសិនអូខេ update state គឺបានន័យថា
គឺជា variable ហ្នឹងហើយយើងនិយាយទៅគឺជា data ហ្នឹងហើយ state ហ្នឹងគឺជា data ដែលវា relate មួយ UI so អាហ្នឹងគេហៅថា state តោះនេះបាទអញ្ចឹងយើងសរុបយើងមាន4ហ្នឹងនេះគ្រាន់តែជាការបញ្យល់ទេបាទយើងមាន4ហ្នឹងទី1ចង់ឲ្យអ្នកគ្នាយល់ពីអ្វីទៅជា state ហើយទី2ខ្ញុំចង់ឲ្យអ្នកគ្នាយល់អំពីការដែលយើងប្រើប្រាស់នៅlocal state បាទន័យថាយើងអាច build តាក់ទងមួយ local state ដែលយើង understand ពីការដែលវា build របៀបម៉េចគឺយើងត្រូវប្រើ method នៅ method set state ណា method set state ដើម្បីវា rebuild UI គឺយើងត្រូវ update state ជាមុនសិនទើប UI របស់យើង rebuild អាហ្នឹងគឺជាចំណុចទី1ចំណុចទី2ចំណុចទី3គឺអ្នកនរគ្នាធ្វើទៅជាមួយនឹងបែប product list មួយដែលយើងអាច add to cart ប៉ុន្តែ data របស់យើងគឺវា pass តាមរយៈ constructor so នៅពេលដែល data របស់យើង pass តាម constructor គឺយើងត្រូវការបោះទៅបោះមកអញ្ចឹងវាកាន់តែស្មុគស្មាញទៀតហើយប៉ុន្តែវាអាចដោះស្រាយយើងអត់ចាំបាច់ប្រើ state management អីក៏បានដែរនៅពេលដែលអ្នកទាំងអស់គ្នាចង់ប្រើនៅវិធីសាស្ត្រមួយដែលយើងអាចប្រើរបៀបថាយើងអាចប្រើវិធីរៀងគ្រាន់បើល្អគឺយើងអាចប្រើ inherit widget របស់ built-in របស់ Flutter គឺ inherit widget ធ្វើ state management មួយខ្លួនឯង control ដោយខ្លួនឯងប៉ុន្តែគ្រាន់ថា manual អញ្ចឹងយើងត្រឡប់ទៅវិញថាអញ្ចឹង state management ដែលអ្នកនេះធ្លាប់ឃើញដូចជា blog provider get edge river port អីហ្នឹងគឺវាគ្រាន់តែមកជំនួសនៅត្រង់ចំណុចនេះឯងបាទយើងងាយស្រួល test ហើយអ្វីដែលសំខាន់គឺត្រង់ថាពេលដែលយើងប្រើពួក state management ហ្នឹងទៅវា automatic rebuild UI យើងអីចឹងទៅវាប្រើ concept reactive programming ដែលយើងអត់ចាំបាច់ set state អីផ្សេងទេនៅពេលដែល state របស់យើងផ្លាស់ប្ដូរ UI នឹង automatic build បាទហ្នឹងទី1ទី2យើងកាត់បន្ថយនៅភាពស្មុគស្មាញរបស់យើងដែលយើងទៅប្រើ state management គេចឹងណាបាទហើយយើងទី3វាពេលដែលយើងប្រើ state management វាជួយ separate business ចេញពី separate business logic ចេញពី UI ដូចបើសិនយើងអត់មាន state management ដូចយើងទៅសេកូដរៀងញ៉ៃឃើញទេយើង logic ក៏នៅក្នុង UI លាយមួយ logic ចឹងវាស្មុគស្មាញបាទនឹងចំណុចដែលខ្ញុំគិតថាសំខាន់ណាបាទហើយវាអាចនឹងមានចំណុចផ្សេងទៀតដែលខ្ញុំអាច sometimes ខ្ញុំអាចនឹងភ្លេចដែរពេលដែលយើងធ្វើវីដេអូចឹងទៅយើងត្រូវបញ្យល់បដាអញ្ចឹងទៅយើង sometimes ខ្ញុំអាចភ្លេចដែរអញ្ចឹងចំណុចខ្លះអធិស្ឋានអូខេអញ្ចឹងខ្ញុំគិតថាវីដេអូនេះវាវែងគួរសមដែរអញ្ចឹងខ្ញុំគិតថាប៉ុណ្្នឹងសិនចុះអូខេអរគុណច្រើនបាយបាយ